បាទសួស្តីមេធីមឡានបែនដឹកដីកែច្នៃបាទឥឡូវនេះធីមកូនចៅបាទយកឡានយកមកលាងទឹកយកអីវិញហើយមេនៅតែកាប៊ីនមេនៅកាប៊ីនស្អាតទេមេមេស្រឡាញ់កាប៊ីននេះកូនចៅឲ្យនេះមេអូធម្មជាតិចៃញ៉ាំចឹងណោះបាទនេះលេងជាមួយនឹងហ៊ីនដាយរបស់យើងពណ៌មាសនេះមេអញ្ចឹងឥឡូវយើងមេមើលកាប៊ីននេះអូអែមមែនតើណាមេអូមាននេះខ្ចីញ៉ាញ់មេឥឡូវនេះកូនចៅនឹងផ្ដើមលេងជាមួយនឹងឡានវិញហើយមេតែអត់ដឹងថាត្រូវកែច្នៃមានត្រូវកែច្នៃបន្ថែមទៀតអត់ទេណាមេចឹងមេជួយគ្រប់គ្រងវិញហ្នឹងកូនចៅនឹងចេញនៅវីដេអូជារៀងរាល់ថ្ងៃឯងអត់តែមេគ្រប់គ្រងបាទហើយសម្រាប់ហ៊ីដាយរបស់យើងនេះគឺនៅស្អាតមែនទែនបាទគឺអត់តន់បាក់តន់អីតាណាទេយើងមេមើលទៅសម្រាប់កង់វាកម្មផ្កាយនេះកម្មផ្កាយស្អាតមែនទែនសម្រាប់កតាំងវាគឺយើងលេងជាមួយនៅកតាំងឈើបាទនេះសាក់ស៊ីវាឈើណាមេសាក់ស៊ីយើងបាញ់ថ្នាំខ្មៅបាទអញ្ចឹងអានេះខ្ញុំបន្តិចទៀតខ្ញុំនឹងទៅទិញថ្នាំដូរនៅជាមួយនៅទឹកមាសចេញហើយវ៉ាន់នេះយើងអត់ដឹងថាលេងវ៉ាន់មិនម៉េចទេឡើយហ្នឹងលេងវ៉ាន់អីមុនទេដោយសារតែវ៉ាន់នេះវាសយើងលេងសជាមួយលឿងក៏បានដែរឥឡូវយើងដូរទឹកមាសចេញអានេះក៏តាំងត្រង់អានេះតលើខាងក្នុងក្រហមណាមេខាងក្នុងឈាមជ្រូកបាទនេះយើងតម្លាក់ស្អាតណាស់មេអានេះនៅ smooth បាទឡើងឈរ50-60 គីឡូក៏អត់បាក់ដែរនេះហ៊ីនដែរបាទឡាននេះប្រភេទធ្ងន់យើងអត់តន់ចាប់កាងក្រោមចូលទេកាងកន្លែងនេះបាទយើងមិនខ្ញុំធ្វើការបោះចេញបាទនេះអញ្ចឹងមេជួយចុច subscribe ដាក់រូបកណ្ដឹងមួយផងកូនចៅបាទយកអានេះមកវិញអត់បានដឹកកតាំងវាមកទេយើងដឹកតែកាប៊ីនមកមុនហើយសាក់ស៊ីក៏យើងអត់ទាន់បានដឹកដែរហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺយើងអត់បានលេងដឹកដីទេដោយសារអត់មាន XK បាទហើយ XK យើងទិញចាំយើងទិញអាជួមកហើយក៏យ៉ាងម៉េចទេយើងលេងថាធំនេះសិនមកអស់មេនេះគឺអែមអានេះខ្ញុំធ្លាប់លេងមករយៈមុនណាបាទធ្លាប់យើងលេងមករយៈមុនអានេះខាងក្រោយវាយើងបាក់កន្លែងនេះតិចវាយូរហើយមេអើយ4ឆ្នាំហើយវាមាននៅថ្មីនេះទេគឺ4ឆ្នាំបាទសាហាវយើងអាចនៅលេងបានអាខ្លះលេងអត់បានទេមេព្រោះនេះកែច្នៃទេមិនមែនប្រើប្រភេទបញ្ជាទេយើងមើលតែកង់ក្រោយកង់ក្រោមវាលេងកង់6អានេះយើងហៅកង់ដុបនេះយើងចាត់ចនិតក្រាលដែរចាត់ចនិតក្រាលស្គាល់មេប្រភេទនេះធំណាបាទអរគុណអញ្ចឹងមេកុំភ្លេចជួយចុច subscribe ដាក់រូបកណ្ដឹងមួយផងដើម្បីទទួលបាននៅវីដេអូថ្មីតកង់មកទស្សនានេះអត់មានឡានដឹកដីទេសាអែមស្នេហ៍នេះនៅរូបរាងវាតែវាដោយសារវាអត់ចេញទេពួកមាសចឹងចាំទៅមើលទៅទិញថ្នាំលេងនៅទឹកប៊ិចចេញទឹកប៊ិចឲ្យលឿងគឺថតទៅស្អាតអរគុណជួបគ្នានៅវីដេអូក្រោយមេបាយបិទ